សូមគ្រូខ្ញុំអាចឈ្មោះថៃរដ្ឋាមកពីក្រុមអាយុ6ថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹង VPN server ដែលជាដំបូងគឺដើម្បី create ជាមួយ VPN server បានគឺខ្ញុំវាយជាមួយនឹង command update ជាមុនសិនដែលវាយជាមួយ command update គឺយើងវាយជាមួយនឹង sudo apt update .y password abc add 1 2 3 we working បន្ទាប់ពីយើង update ហើយគឺយើងវាយជាមួយនឹង command តទៀតគឺ upgrade ម្ដង sudo apt grade .yបានលោកគ្រូបន្ទាប់ពីយើង upgrade ជាមួយនឹង command ហ្នឹងហើយគឺខ្ញុំប្រើជាមួយនឹង command មុនដែលខ្ញុំបានស្រាវជ្រាវយកមកគឺយើងដើម្បី install VPN ខ្ញុំចុច path ចូលទៅថ្ងៃនេះវា loading មកដល់ត្រង់ចំណុចនេះគឺយើងចុច OK static IP នេះ OK IP6 នេះគឺយើងអត់ប្រើទេ OK OK ហើយនេះគឺ OK ដូចគ្នាយើងត្រូវរងចាំវាបន្តិចម្ដងកន្លែងនេះគឺវាមានជម្រើស2វាមាន WireGuard ជាមួយនឹង OpenVPN ជាមួយខ្ញុំផ្ទាល់ខ្ញុំប្រើ VPN server ប៉ុន្តែខ្ញុំប្រើជាលើ WireGuard អញ្ចឹងខ្ញុំជ្រើសរើសយក WireGuard ហើយខ្ញុំចុច Enter ត្រង់ចំណុចនេះគឺវាសួរយើងថាយើងចង់បដូរ port ឬអត់បើត្រង់ចំណុចហ្នឹងគឺខ្ញុំអត់បដូរ port ទេខ្ញុំប្រើ default port របស់វាតែម្ដងអញ្ចឹងខ្ញុំចុច OK មកហើយវាសួរថាយើងច្បាស់ហើយថាយើងប្រើ port មួយហ្នឹងយើងចុច yes មកហើយត្រង់ចំណុចនេះDNS provider ហ្នឹងជាយើងប្រើជាមួយនឹង Google ហើយដើម្បីយើង select មកគឺយើងចុច space មួយមកហើយយើងចុច enter ទៅហើយកន្លែងនេះ public IP DNS យើងចុច enter OK OK ហើយកន្លែង upgrade នេះគឺយើងចុច no OK វាសួរយើងចង់ reboot អត់ yes ហើយដល់វា system now reboot OK អញ្ចឹង system ហ្នឹងវាធ្វើការ reboot អញ្ចឹងយើងចាំវា reboot វា load មកដើម្បីវាផ្ដាច់ពី putty អូខេខ្ញុំចាំឲ្យវាដើរមកវិញអានេះខ្ញុំត្រូវបិទចោលសិនខ្ញុំបើកជាសាទៀតបើក putty ខ្ញុំមកវិញមកខ្ញុំសុំសេរីវាឲ្យធំតិចសិនដាក់ជាមួយ16អូខេនេះខ្ញុំលុបវិញចោលសិនប្រាប់ថា SU6 ABC ខ្ញុំបង្កើតជាមួយនឹង Ubuntu ថ្មីដោយសារតែខ្ញុំអត់ចង់ពាក់ព័ន្ធជាមួយនឹង server រៀនរាល់ថ្ងៃអញ្ចឹងខ្ញុំត្រូវការបង្កើតថ្មី IPADDR enter អញ្ចឹងខ្ញុំវាយជាមួយនឹង IP ខ្ញុំចូលមក 168.109.109.133អញ្ចឹង open ចូលទៅនេះមកវិញហើយខ្ញុំវាយបើ username ចូលថា IU6 ABC add 1 2 3 enter ខ្ញុំ clear ចោលទៅបន្តមកទៀតខ្ញុំធ្វើការ add ជាមួយនឹង client ដើម្បី add បានគឺយើងចុចត្រង់នេះការវាយ command មួយគឺ sudo pivpn ដើម្បីយកទាញជាមួយនឹង VPN ចូល add ហើយវាទាមទារ password វាយមក abc add 1 2 3ហើយខ្ញុំចុចenter the client IP from rank អញ្ចឹងខ្ញុំចុច enter ទៅហើយនេះ ID
client VPN client name ខ្ញុំដាក់ឈ្មោះថារដ្ឋាថៃទៅចេញទៅអញ្ចឹងខ្ញុំបាន generate ជោគជ័យហើយចំណុចបន្តទៀតខ្ញុំធ្វើការ download ជាមួយនឹង package ហ្នឹងមកដើម្បីខ្ញុំបើកជាមួយនឹង WinCard របស់ខ្ញុំដើម្បី download បានគឺខ្ញុំបើកជាមួយនឹង WinSCPC ដែលខ្ញុំប្រើនេះគឺដើម្បី download package Ubuntu មកអញ្ចឹងចូលទៅកាន់ WinSCP ហើយបន្តមកទៀតគឺខ្ញុំធ្វើការ login ជាមួយនឹង IP Ubuntu របស់ខ្ញុំគឺ 192.168.103.133 check ឲ្យច្បាស់សិន 192.168.109 អូខេខ្ញុំច្រឡំ109អូខេកន្លែងនេះវាយរដ្ឋា Nation ហើយ ABC add 1 2 3អញ្ចឹងត្រូវការ login ចូល accept នេះគឺជា file ដែលខ្ញុំបានបង្កើតមិញហ្នឹងគឺក្នុង config ហើយនេះគឺជា file អញ្ចឹងខ្ញុំធ្វើការ download វាដាក់ទៅលើ desktop វិញខ្ញុំអញ្ចឹងខ្ញុំចុច my snap ចុច download sorry វា load មកណាខ្ញុំ check សិនអត់ download ទេអញ្ចឹងខ្ញុំចុច download មួយសារទៀត my snap download អូខេអញ្ចឹង file ហ្នឹងក៏វា load មកហើយនេះគឺរដ្ឋាថៃអូខេបន្ទាប់ពីយើងបាន file ហ្នឹងហើយគឺខ្ញុំប្រើជាមួយនឹង WireGuard អញ្ចឹងខ្ញុំបើកជាមួយនឹង WireGuard របស់ខ្ញុំមកខ្ញុំធ្វើការចុចជាមួយនឹង add tunnel ហើយខ្ញុំស្វែងរកជាមួយនឹង file របស់ខ្ញុំវិញហ្នឹងចុច open ហើយបន្តមកទៀតចុច activate អញ្ចឹង activate successful ហើយអញ្ចឹងការងាររបស់ខ្ញុំដើម្បី set up ជាមួយនឹង VPN server ហ្នឹងគឺទទួលបានជោគជ័យអញ្ចឹងការងាររបស់ខ្ញុំ